$69ទូរស័ព្ទនេះមានតម្លៃខ្លួនត្រឹម$69បើយើងគិតលុយដុល្លារ41វា282,900រៀលខ្ញុំទៅទទួលបានវាក្តៅៗពី Xiaomi ទេវាមានអេក្រង់ធំ 6.88 អ៊ីនដែលរត់ល្បឿន refresh rate ដល់ 120Hz ទៀតនិយាយមែនខ្ញុំមិនធ្លាប់ចាំថាខ្ញុំឃើញ smartphone 28,000រៀលបើប្រអប់ថ្មីមានកញ្ចប់ម៉ាស៊ីនបែបនេះទេនៅក្នុងប្រអប់យើងក៏ទទួលបាន case ការពារមួយសៀវភៅណែនាំបញ្ចូលចាក់ SIM ដុំសាកនិងខ្សែសាក Type C មួយទៀតវាជា Xiaomi Redmi A5 វាកាត់ចេញមក4ពណ៌គឺខៀវបៃតងមាសនិងពណ៌ខ្មៅ Midnight Black ដែលខ្ញុំកំពុងបង្ហាញនេះវាមើលទៅស្អាតមិនចាញ់ទូរស័ព្ទ$200ដទៃទេ design វា flat rib ស្មើទាំងមុខទាំងក្រោយជាពិសេសកងកាមេរ៉ាបញ្ឈរហ្នឹងវាយសុំក្រមឃើញលេចធ្លោរបស់គេវាមើលទៅដូចផ្នែករបស់ Redmi Turbo ដែរហើយបើទោះខ្លួនវាទាំងមូលផ្គុំឡើងពីជ័រគ្រើមសុទ្ធនៅពេលដែលកាន់ផ្ទាល់វាហាប់ណែនមានទម្ងន់តឹងពេញដៃល្អមែនទែនថ្លឹងចេញ193ក្រាមជាមួយកម្រាស់ 8.2 មីលីម៉ែត្រអញ្ចឹងវាមិនធ្ងន់ហើយក៏មិនក្រាស់ដែរបើយើងគិតពីថ្មធំ 5200 មីលីអាំពែម៉ោងដែលបំពាក់នៅក្នុងនេះខ្ញុំតេស្តវា run work 3.0 វាអាចអូសបាន17ម៉ោង57នាទីហើយបើចាក់តេស្តវីដេអូ Full HD ជាប់វា play បាន19ម៉ោងទៅអស់ថ្មអញ្ចឹងការប្រើទូទៅវាអូសបានចន្លោះពី8ទៅ9ម៉ោងនៅលើអេក្រង់ជាប់គ្រាន់តែការសាកថ្មតាមដុំសាក15វ៉ាត់នេះវាចំណាយពេលខ្ទង់2ម៉ោងបើសាកពេញ 100% វិញយ៉ាងណា15វ៉ាត់ក៏មិនតឹងទ្រូងដូចជា10វ៉ាត់ដែរណាមួយយើងបានដុំសាកមកស្រាប់ទៀតម្ដងត្រង់នេះខ្ញុំជឿថាជាយូរម្ដងដែលយើងឃើញ speaker ដំឡើងនៅខាងលើបែបហ្នឹងព្រោះទូទៅ smartphone speaker មួយគ្រាប់គឺតែងតែដំឡើងនៅខាងក្រោមហើយអញ្ចឹងលើនេះវាសល់ចន្លោះទំនេរធំវាអាចស្រែកបានខ្លាំងល្មមមានសាច់បាសក៏ដូចជាសាច់ឆឹកលាន់ពេញគ្រាន់បើមិនស្រាលពេកទេសម្រាប់ទូរស័ព្ទតម្លៃប៉ុណ្នេះមកផ្នែកខាងឆ្វេងវាមានសន្ទះ slot ដែលអាចដាក់ SIM 4G បាន2និងថែម micro SD card ក្នុងពេលតែមួយនិងមួយទៀតបានដល់ 2TB ទៀតផងលើពីនេះវាក៏មានរុនដល់កាស 3.5 mm support visual នៅខាងក្រោមជាមួយរុន USB-C និងរុន microphone ចំណែកខាងស្ដាំមានប៊ូតុងគ្រប់គ្រងសំឡេងនៅខាងលើប៊ូតុងចាក់សោហើយប៊ូតុងចាក់សោនេះក៏ដើរតួគុណជា sensor scan ម្រាមដៃផងដែរវាអាចដោះសារបានលឿនដល់មិនបែកដៃក្រុងក៏បាននិយាយពីអេក្រង់ Redmi A5 ប្រើបន្ទះបង្ហាញ IPS ទំហំ 6.88 អ៊ីងលាតពេញ 90% នៃផ្ទៃខាងមុខវាជាអ្វីដែលយើងអាចដឹងមុនពីចង្ការនិងលែនដំណក់ទឹកចេញពីទឹកលុយក្រោម$100នេះតែអ្វីដែលយើងមិនអាចស្មានដឹងគឺ refresh rate វារត់ដល់ 120Hz ជាមួយនឹងល្បឿនប៉ះសម្គាល់ touch sampling rate ដល់ 240Hz គ្រាន់តែនៅពេលដែលយើងបើកពីប្រអប់ដំបូងតោះតែយើងចូលទៅដូរនៅក្នុង setting ទៅ 120Hz ឲ្យហើយព្រោះការកំណត់ដើមវាមកត្រឹម 60Hz ប៉ុណ្ណោះដូចខ្ញុំបានបញ្ជាក់រាល់ដងអញ្ចឹងតួលេខវាមិនកុហកយើងនោះទេមាន noise scroll website គឺរអិលជាង 60Hz ឆ្ងាយហើយគុណភាពអេក្រង់នេះក៏មិនអន់នោះដែរជាក់ស្ដែងទៅពណ៌វាឲ្យបានដិតស្រស់គ្រាន់បើការមើលពីចំហៀងក៏មិនងងឹតឡើងស្លេកនោះទេសាច់ម៉ត់វាអាចថាមិនខាប់ខ្លាំងដូច Full HD ឬក៏ 2K តែប៉ុណ្នេះគ្រប់គ្រាន់ក្នុងការមើលកម្សាន្តបានអ្នកប្រើទូទៅប្រកាសជាមិនដាក់ភ្នែកគៀកខ្លាំងដូចយើងនោះទេមើលវីដេអូលេងហ្គេមអីគឺមិនទៅភ្នែកឃើញត្រី pixel ឡើយគ្រាន់តែពន្លឺវាជះបានត្រឹម450 នីតទេអញ្ចឹងប្រើក្នុងផ្ទះក្នុងម្លប់វាភ្លឺច្បាស់តែបើប្រើនៅខាងក្រៅក្រោមថ្ងៃចាំងចំអាចនឹងពិបាកសម្លឹងអក្សរបន្តិចយ៉ាងណាអេក្រង់នេះវាការពារភ្នែកបានល្អពីបញ្ហា flicker ញាក់និងពន្លឺខៀវផងដែរនៅខាងលើនេះមាន lens selfie 8 megapixel aperture 2.01 សម្រាប់ថតមុខលេងបាននេះជារូបភាពជាក់ស្ដែងអញ្ចឹងយើងអាចទប់ការរំពឹងត្រឹមពាក់កណ្ដាលលើគុណភាពបានហើយទាំងកាមេរ៉ាក្រោយក៏អញ្ចឹងដែរវាមាន lens code 32 megapixel aperture 2.0 ជាមួយ lens ជំនួយ auxiliary មួយទៀតនេះជារូបភាពដែលខ្ញុំបានថតមកប្រើមុខនេះយើងអាចឃើញថាសាច់ម៉ត់និងការគ្រប់គ្រងប្លង់នៅមានកម្រិតតែយើងក៏មិនអាចរកបានច្រើនបានដែរ$69ថតចេញប៉ុណ្នេះអាចប្រើការបានហើយវីដេអូវាអាចថតបានត្រឹម 1080 30 frame ទេហើយក៏មិនមានមុខងារទប់លំនឹងដែរកាមេរ៉ាខាងមុខក៏ថតបានត្រឹម Full HD ដូចគ្នាអូខេចឹងនេះគឺជាគុណភាពវីដេអូកម្រិត 1080 30 frame ដែលថតចេញពីកាមេរ៉ាខាងមុខអ្នកទាំងគ្នាអាចប្រាប់ខ្ញុំផងថាគុណភាពវាយ៉ាងម៉េចដែរសម្លេងវាស្រូបបានច្បាស់ឬក៏អត់មកកម្លាំងម៉ាស៊ីនវិញ Redmi A5 បំពាក់ chip Unisoc T7250 12 nanometer វាមាន CPU 8 core រលល្បឿន 1.8 GHz GPU Mali G57 ជាមួយជម្រើស RAM 3GB ទៅ 4GB LPDDR4X និងទំហំផ្ទុក 64GB ទៅ 128GB eMMC 5.1 ហើយម៉ាស៊ីនដែលខ្ញុំតេស្តនេះមាន RAM 3GB អាច extend 3GB បន្ថែមបានផងដែរក្នុង Geekbench បន្ទុក1 core វាទាញបាន442បន្ទុក core សរុប 1454 ចំណែក N2 ទាញបាន 262,2542 នេះមិនមែនជា chip ថ្មីទេវាក៏មិនមែនជា chip ខ្លាំងដែរចឹងហើយបានជាគេអាចសេរីតម្លៃវាឲ្យមកទាបបំផុតបែបនេះបានគ្រាន់តែបើយើងមិនយកវាមកអូសការងារធ្ងន់ទេសាច់ដុំប៉ុណ្នេះល្មមទាញការងារស្រាលទូទៅបានTikTok តាមអ្នកលេង game 3D graphic មធ្យមអីប៉ុណ្ណឹងវាធ្វើការបានហើយ multitasking កម្មវិធី 3-4 ទៅមកក៏វាអាចឆ្លាស់ចេញចូលចងចាំល្អដែរកុំឲ្យតែបើកលើសពី 5 ទៅ 6 ឡើងបានវាមិនចាំកន្លែងដែលយើងបានចេញនោះទេវានឹង restart ម្ដងទៀតពេលដែលយើងចូលវិញ
ជាក់ស្ដែង Mobile Legends វា run graphic មធ្យម T frame ល្អកម្ដៅក៏មិនជាបញ្ហាដែរយើងអាចស្ទាបប្រើយូរដោយមិនបារម្ភថាវាដុតដៃយើងបានខ្ញុំមិនរកឃើញថាវាឡើងលើសឬក៏ធ្លាក់កម្លាំងកាត់បន្ថយ frame rate ឡើយអ្វីដែលពិសេសគឺ A5 ដំណើរការដោយ Android 15វាជា Go Edition ដោយនេះវាស្រាលជាងស្បែក MIUI នៅលើទូរស័ព្ទ Android ផ្សេងទៀតរបស់ Xiaomi ឆ្ងាយមុខមាត់វាគេដោះខាត់ clean ស្អាតតែម្ដងវាស្រដៀងទៅនឹង stock ដើមច្រើនហើយអ្វីដែល surprise ខ្ញុំបន្តិចគឺវាមិនមាន ads ពាណិជ្ជកម្មហើយក៏គ្មានកម្មវិធីលុយដំឡើងក្រៅរំខានឡើយនិយាយមែនត្រង់នឹងគឺវាប្រសើរជាងទូរស័ព្ទថ្លៃមួយចំនួនទៅទៀតវាមានតែកម្មវិធី Amazon និង TikTok ផ្សេងពី3ទៀតបើយើងមិនត្រូវការយើងអាច uninstall ចោលវិញបានហើយ Xiaomi ក៏បើកផ្ដល់កំណែ update software បានដល់ទៅ2ឆ្នាំទៀតផងអញ្ចឹងវាអាចភ្លក់រសជាតិបានដល់ Android 17អូខេបើមើលទៅនេះគឺជាទូរស័ព្ទបើកប្រអប់ថ្មីដែលមានតម្លៃធូរបំផុតហើយតែអេក្រង់ធំរអិល 120Hz ទាំងថាមពលថ្មធំ 5200 mAh និងទាំង software ស្រឡះស្អាតរបស់វាផងដែរវាល្អសម្រាប់អ្នកដែលទើបសល់លុយចង់ទិញ smartphone ដំបូងមកប្រើឬអ្នកដែលចង់បានទូរស័ព្ទទី2ដាក់ជាប់ខ្លួនបន្ថែមជាពិសេសអ្នកដែលចង់ទិញផ្ញើចាស់ៗខ្ញុំគិតថាប៉ុណ្ណឹងគឺល្មមធ្វើការគ្រប់យ៉ាងបានណាមួយវាក៏មិនមាន smartphone ផ្សេងអាចធ្វើបានដូចជា Xiaomi ធ្វើនៅលើ Redmi A5 នេះដែរអូខេអញ្ចឹងនេះជាចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំទៅលើការចាប់កាន់ផ្ទាល់ smartphone $69នេះបន្ទាប់យើងនឹងទៅមើល15 Ultra បន្ថែមចូលអ្នកទាំងអស់គ្នាមើលហើយគិតយ៉ាងណាដែរប៉ុណ្ណឹងល្មមជិះឬក៏អត់កុំភ្លេចសរសេរ comment នៅខាងក្រោមឲ្យខ្ញុំដឹងផងដោយរដងខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត